អាដាមឥឡូវនេះតម្លៃធម្មពលកំពុងស្ថិតក្រោមការចាប់អារម្មណ៍ជាថ្មីម្ដងទៀតតម្លៃប្រេងឆៅ Brent បានឡើងលើស$100ក្នុងមួយបារ៉ែលម្ដងទៀតហើយតើស្ថានភាពប្រេងឥន្ធនៈនៅកម្ពុជានាពេលបច្ចុប្បន្ននេះយ៉ាងដូចម្ដេចដែរពីព្រោះយើងបានឮថាប្រជាជនកម្ពុជាកំពុងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈស្ទើរតែគ្រប់សកម្មភាពទាំងអស់ Just like the rest of the world ដោយប្រទេសដទៃនៅទូទាំងពិភពលោកដែរយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តចុងក្រោយនេះប៉ុន្តែអ្វីដែលយើងអាចសន្និដ្ឋានបានពីអ្វីដែលកើតមានឡើងនៅកម្ពុជាគឺប្រភពគុតគង់ចម្រុះរបស់យើងបានធ្វើឲ្យស្ថានភាពមានស្ថិរភាពគួរសមដូច្នេះយើងមិនមានការរំខានដល់វិស័យឧស្សាហកម្មឬក៏ការខ្វះខាតនៅក្នុងប្រទេសនោះទេចំណុចល្អមួយទៀតគឺប្រព័ន្ធអគ្គិសនីរបស់យើងព្រោះប្រព័ន្ធអគ្គិសនីចំនួន63% គឺបានមកពីប្រភពថាមពលស្អាតជាងមុនប្រការនេះបានអនុញ្ញាតឲ្យកម្ពុជាអាចបន្ធូរបន្ថយផលប៉ះពាល់បើមិនដូច្នោះទេផលប៉ះពាល់នឹងមានកម្រិតធ្ងន់ធ្ងរជាងនេះខ្លាំងហើយនេះក៏ជាការបញ្ជាក់ថាមាគ៌ារបស់យើងកំពុងដើរគឺជារឿងត្រឹមត្រូវបំផុតភាពធន់របស់ជាតិបានមកពីការមានជំរើសច្រើនហើយជាក់ស្ដែងជំរើសថាមពលស្អាតជាងមុនគឺជាជំរើសដ៏ល្អបំផុតដែលយើងមានប៉ុន្តែចំពោះប្រេងឥន្ធនៈតើវាមិនមែនជាបញ្ហាទេឬជាពិសេសនៅតំបន់ជនបទខណៈដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងthe supply ភារកិច្ចចម្បងពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់គឺធានាថាយើងមិនមានការរំខានឬការខ្វះខាតផ្នែកផ្គត់ផ្គង់ប្រភពផ្គត់ផ្គង់ចម្រុះរបស់យើងបានធ្វើឲ្យយើងអាចសម្រេចបាននៅគោលដៅទាំងនេះតម្លៃបានកើនឡើងបើប្រៀបធៀបទៅនឹងមុនពេលដែលមានវិបត្តិប្រេងចុងក្រោយប៉ុន្តែយើងបានកាត់បន្ថយពន្ធអាករនិងអាករតម្លៃបន្ថែមឬវ៉ាត់ដូច្នេះយើងបានជួយស្រូបយកផលប៉ះពាល់ដើម្បីកុំឲ្យមានការកើនឡើងនៃថ្លៃដើមដែលត្រូវបានផ្ទេរទៅកាន់អ្នកប្រើប្រាស់ទាំងស្រុង 100% តម្លៃអគ្គិសនីនៅតែអាចរក្សាបានដដែលដូច្នេះយើងមិនទាន់បានដំឡើងតម្លៃអគ្គិសនីនោះទេប្រការនេះបានជួយដល់វិស័យឧស្សាហកម្មជាច្រើនមែនទែនតែយើងគួររំពឹងថានឹងមានការគ្រប់គ្រងបន្ថែមទៀតដែរឬទេពីព្រោះបើគិតពីចំណូលដែលបាត់បង់វាកំពុងធ្វើឲ្យរដ្ឋាភិបាលខាតបង់ពីចន្លោះ$50 ទៅ$60 លានក្នុងមួយខែដូច្នេះតើអាចមានវិធានការអ្វីបន្ថែមទៀតខណៈដែលសម្ពាធហិរញ្ញវត្ថុកំពុងកើនឡើងបែបនេះយើងផ្ដល់តម្លៃខ្ពស់បំផុតដល់ប្រជាជននិងវិស័យឧស្សាហកម្មរបស់យើងក្នុងពេលដ៏លំបាកនេះយើងចង់ធានាថាវិស័យឧស្សាហកម្មអាចបន្តរីកចម្រើនឬក៏យ៉ាងហោចណាស់អាចបន្តដំណើរការរោងចក្រហើយគ្រួសារអាចឆ្លងផុតពីបញ្ហានេះបានដូច្នេះប្រសិនបើស្ថានភាពនេះអូសបន្លាយរយៈពេលយូរជាងនេះយើងនឹងបន្តគាំទ្រគ្រួសារនិងវិស័យឧស្សាហកម្មរបស់យើងអាដាមអាចសូមនិយាយអំពីផែនការនាពេលអនាគតផងដែរបានឬទេពីព្រោះជាផ្នែកមួយនៃល្បាយថាមពលឧស្ម័នធម្មជាតិរាវឬ LNG នឹងត្រូវបញ្ចូលមកប្រើប្រាស់ដោយមានសមត្ថភាពផលិតចំនួន900 មេហ្គាវ៉ាត់នៅឆ្នាំក្រោយតើកម្ពុជានឹងមានផែនការនាំចូលយ៉ាងដូចម្តេចដែរគោលដៅរបស់យើងគឺឲ្យយ៉ាងហោចណាស់70% នៃថាមពលបានមកពីប្រភពថាមពលកកើតឡើងវិញនៅត្រឹមឆ្នាំ2030ប្រការនេះនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី2នៅអាស៊ីអាគ្នេយ៍ដែលមានចំណែកថាមពលកកើតឡើងវិញខ្ពស់មូលហេតុដែលយើងកំពុងបង្កើនការវិនិយោគថាមពលកកើតឡើងវិញគឺដោយសារយើងជឿជាក់លើចីរភាពយើងជឿថាសេដ្ឋកិច្ចរបស់យើងនៅពេលអនាគតត្រូវតែមានមូលដ្ឋានជាចីរភាពដូច្នេះខ្ញុំបាននិយាយថាជំរើសថាមពលស្អាតជាងមុននេះបានអនុញ្ញាតឲ្យយើងស្រូបយកផលប៉ះពាល់ពីខាងក្រៅបានល្អជាងមុនសម្រាប់កម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហតូចមួយយើងមិនអាចការពារខ្លួនឯងបានទាំងស្រុងពីផលប៉ះពាល់ឬក៏ពីព្រឹត្តិការណ៍ខាងក្រៅគ្រប់ប្រភេទបានទេប៉ុន្តែយើងអាចធ្វើបានគឺការធានាការធ្វើពិពិធកម្មនិងការពឹងផ្អែកទៅលើប្រភពថាមពលស្អាតខុសគ្នានឹងជួយកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅមកលើសេដ្ឋកិច្ចកម្ពុជាដូច្នេះហើយបានជាយើងកំពុងបង្កើនការវិនិយោគវិស័យនេះឧស្ម័ននិង LNG គឺជាឥន្ធនៈអន្តរកាលពីព្រោះវានឹងមានតួនាទីក្នុងដំណើរការអន្តរកាលថាមពលហើយដូច្នេះរោងចក្រថាមពល LNG ដែលមានសមត្ថភាព900 មេហ្គាវ៉ាត់នឹងកំពុងត្រៀមដំណើរការនឹងក្លាយជាផ្នែកមួយនៃដំណើរការអន្តរកាលដែលយើងអាចនឹងត្រូវការហើយនៅទីបញ្ចប់វានឹងត្រូវរក្សាឲ្យស្ថិតនៅក្នុងកម្រិតទាបជាង30% ខណៈដែល70% នឹងត្រូវបានផលិតពីថាមពលពន្លឺព្រះអាទិត្យ
ធម្មពលខ្យល់វិរិយអគ្គិសនីនិងជីវម៉ាស ប៉ុន្តែតើកម្ពុជានឹងនាំចូលធម្មពលពីទីណាតើអ្នកគ្រប់គ្រងណាខ្លះដែលកម្ពុជាកំពុងចរចាជាមួយហើយរហូតមកដល់បច្ចុប្បន្ននេះតើមានប្រទេសណាខ្លះហើយ សម្រាប់រោងចក្រធម្មពលដែលមានសមត្ថភាព900មេហ្គាវ៉ាត់យើងនឹងប្រកាសឲ្យដេញថ្លៃហើយនឹងមានការប្រកួតប្រជែងមួយយើងបានឃើញថាមានការចាប់អារម្មណ៍រួចទៅហើយពីសហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីប្រទេសជាច្រើនទៀតនៅក្នុងតំបន់ផ្ទាល់របស់យើងនិងប្រទេសនានានៅមជ្ឈមបូព៌ាដូច្នេះយើងនឹងដឹងក្នុងពេលឆាប់ៗនេះនៅពេលដែលយើងប្រកាសដេញថ្លៃជាផ្លូវការហើយពិនិត្យមើលថាអ្នកណាអាចផ្ដល់សំណើដែលមានសមត្ថភាពប្រកួតប្រជែងល្អបំផុត ដូច្នេះវាអាស្រ័យលើតម្លៃមែនទេ វាអាស្រ័យលើតម្លៃនិងស្ថិរភាពនៃការផ្គត់ផ្គង់យើងកំពុងពិនិត្យមើលកត្តាទាំងពីរនឹងតែម្ដង តើនោះមានន័យថាមជ្ឈមបូព៌ានឹងត្រូវដកចេញពីជំរើសដែរឬទេ យើងនឹងពិចារណាឲ្យបានគ្រប់ជំរើសទាំងអស់ពីព្រោះទោះបីជាមជ្ឈមបូព៌ាកំពុងប្រឈមមុខនឹងវិបត្តិនាពេលបច្ចុប្បន្នក៏ដោយតែយើងជឿជាក់ថានៅពេលអនាគតតំបន់នេះនឹងក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ LNG ដូច្នេះយើងនឹងមិនដកភាគីណាមួយចេញពីការដេញថ្លៃនោះឡើយ អាយដាមបាននិយាយថាសហរដ្ឋអាមេរិកអាចក្លាយជាអ្នកផ្គត់ផ្គង់ចុះចំពោះថ្លៃដឹកជញ្ជូនដែលអាចកើតមានវិញខ្ញុំចង់សួរថាតើកម្ពុជាអាចទូទាត់ថ្លៃដឹកជញ្ជូននោះយ៉ាងដូចម្តេចខណៈដែលមានការរំពឹងទុកថាក្នុងរយៈពេល 2-3 ឆ្នាំខាងមុខអាចនឹងមានការផ្គត់ផ្គង់លើតម្រូវការហើយតម្លៃអាចធ្លាក់ចុះវិញបែបនេះ យើងត្រូវរងចាំមើលថាពួកគេអាចផ្ដល់អ្វីបានខ្លះប៉ុន្តែយើងក៏មានក្រុមហ៊ុនរបស់ពួកគេកំពុងប្រតិបត្តិការនៅក្នុងប្រទេសរួមទាំងផ្នែកចែកចាយខាងក្រោមនៃខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរយើងមានក្រុមហ៊ុន Caltech Chevron កំពុងប្រតិបត្តិការនៅទីនេះយើងមានក្រុមហ៊ុន Total Energy មកពីប្រទេសបារាំងហើយក៏មានក្រុមហ៊ុនដទៃផ្សេងទៀតផងដែរដូច្នេះតាមរយៈបណ្ដាញដ៏ទូលំទូលាយរបស់ពួកគេខ្ញុំគិតថាពួកគេប្រហែលជាអាចផ្ដល់ជំរើសណាមួយបានទោះបីជាសហរដ្ឋអាមេរិកជាប្រទេសស្ថិតនៅឆ្ងាយពីកម្ពុជាយ៉ាងណាក៏ដោយក៏ប៉ុន្តែតាមរយៈផលប័ណ្ណផ្គត់ផ្គង់ចម្រុះរបស់ពួកគេនៅក្នុងតំបន់ខ្ញុំគិតថាពួកគេប្រហែលជាមានទូនាទីមួយដែលអាចចូលរួមបាន ចំពោះទូនីតិរបស់ធម្មពលកកើតឡើងវិញអាដាមមុននេះបាននិយាយថាជាង 60% នៃសមត្ថភាពផលិតបានមកពីប្រភពធម្មពលបែបនេះនៅពេលកម្ពុជាបង្កើនការប្រើប្រាស់ធម្មពលកកើតឡើងវិញតើអាដាមគិតថាត្រូវមានការវិនិយោគបន្ថែមប៉ុន្មានទៀតទៅក្នុងបណ្ដាញអគ្គិសនី ប្រព័ន្ធដែលយើងមាននាពេលបច្ចុប្បន្នបានតាក់ទាញហិរញ្ញប្បទានសាធារណៈនិងឯកជនជាង $33,000 លានអាមេរិកទន្ទឹមនេះយើងក៏មានការចូលរួមពីធនាគារពិភពលោកធនាគារអភិវឌ្ឍន៍អាស៊ី AFD ចៃកាខយការបស់កូរ៉េនិង KFW របស់អាល្លឺម៉ង់ផងដែរនៅក្នុងដំណាក់កាលបន្តទៅមុខយើងនឹងត្រូវការថវិកាបន្ថែមចំនួនរាប់ពាន់លានដុល្លារទៀតក៏ប៉ុន្តែថវិកាវិនិយោគទាំងនេះគឺផ្ដោតទៅលើវិស័យមួយចំនួនរួមមានការផលិតអគ្គិសនីការបញ្ជូនអគ្គិសនីនិងការស្តុកទុកថាមពលបើសិនជាកញ្ញាពិនិត្យមើលស្ថិតិរបស់ទីភ្នាក់ងារថាមពលអន្តរជាតិជារៀងរាល់ឆ្នាំការផលិតថាមពលទទួលបានការវិនិយោគប្រហែល$1 trillion អាមេរិកប៉ុន្តែមានតែ$400 លានអាមេរិកប៉ុណ្ណោះដែលត្រូវបានវិនិយោគទៅក្នុងបណ្ដាញអគ្គិសនីដូច្នេះវាមិនមានតុល្យភាពគ្នានោះទេប៉ុន្តែអ្វីដែលល្អសម្រាប់កម្ពុជាគឺយើងកំពុងធ្វើដំណើរការលើផ្នែកទាំងពីរក្នុងពេលតែមួយយើងកំពុងវិនិយោគលើការផលិតអគ្គិសនីដូចគ្នានឹងការវិនិយោគលើការបញ្ជូននិងការស្តុកទុកថាមពលដើម្បីឲ្យវិស័យទាំងនេះអាចរីកចម្រើនស្របគ្នាការធ្វើបែបនេះនឹងជួយធានាថាយើងមិនមានបញ្ហាក្នុងការទទួលយកថាមពលកកើតឡើងវិញដែលមានការប្រែប្រួលនិងត្រូវបញ្ជូនមកពីតំបន់ឆ្ងាយជាងមុន ចុះប្រភពនៃការវិនិយោគទាំងនោះមកពីណាដែរ មកពីប្រភពចម្រុះ ប៉ុន្តែយើងឃើញថាការវិនិយោគមួយភាគធំគឺមកពីប្រទេសចិន គម្រោងវិរិយអគ្គិសនីភាគច្រើនមកពីប្រទេសចិនពីព្រោះគម្រោងម៉ៅការរបស់ចិនមានតម្លៃដែលអាចប្រកួតប្រជែងបានល្អបំផុតប៉ុន្តែនៅពេលដែលកញ្ញាពិនិត្យមើលផ្នែកបញ្ជូនអគ្គិសនីដើមទុនអន្តរជាតិបានចូលមកផ្ដល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនក្នុងស្រុកឲ្យអាចអនុវត្តគម្រោងក្នុងទំហំធំបានឧទាហរណ៍យើងមានគម្រោងមួយដែលមានសមត្ថភាព100 ឬក៏1100 មេហ្គាវ៉ាត់នៅក្នុងទីតាំងតែមួយនៅក្នុងគម្រោងនេះយើងមានបន្ទះសូឡាដែលមានសមត្ថភាពសរុបជាង1000 មេហ្គាវ៉ាត់និងមានប្រព័ន្ធស្តុកទុកថាមពលដោយថ្មអាគុយចំនួន500 មេហ្គាវ៉ាត់នេះគឺជាការរួមបញ្ចូលគ្នានៃហិរញ្ញប្បទានអន្តរជាតិដែលត្រូវបានអនុវត្តដោយក្រុមហ៊ុនកម្ពុជាដូច្នេះយើងអាចមើលឃើញក្រុមហ៊ុនកម្ពុជាអនុវត្តគម្រោងក្នុងទំហំធំហើយយើងក៏អាចឃើញការវិនិយោគផ្ទាល់
ល់ពីបរទេសនៅក្នុងទំហំធំបានផងដែរមែនតើយើងកំពុងសិក្សាពីគម្រោងវារីអគ្គិសនីបូមទឹកស្តុកថាមពលមួយទៀតដែលមានសមត្ថភាព 1000 មេហ្គាវ៉ាត់គម្រោងនេះនឹងអនុញ្ញាតឲ្យកម្ពុជាអាចបញ្ចូលប្រភពថាមពលបន្ថែមជាច្រើននៅក្នុងប្រព័ន្ធនាពេលអនាគតនៅក្នុងការផ្ដល់ហិរញ្ញប្បទានសម្រាប់ខ្សែបញ្ជូនអគ្គិសនីគម្រោងនេះមានតម្លៃជាង $1000 លានអាមេរិកដោយមានហិរញ្ញប្បទានពីប្រទេសចិននិងស្ថាប័នពហុភាគីដូច្នេះយើងមានទំនុកចិត្តពីអន្តរជាតិក្នុងទំហំធំហើយយើងក៏អាចមើលឃើញថាក្រុមហ៊ុននៅក្នុងស្រុកដែលអាចអនុវត្តក្នុងការងារនេះក្នុងទំហំធំបានផងដែរចំណុចល្អមួយទៀតគឺបណ្ដាញអគ្គិសនីរបស់យើងគឺយើងកំពុងសាកល្បងនិងដាក់ឲ្យប្រើប្រាស់នៅអ្វីដែលយើងហៅថាបច្ចេកវិទ្យាបង្កើនស្ថិរភាពបណ្ដាញឬ Grid Forming Technology គោលបំណងគឺធានាថាយើងមិនចាំបាច់ពឹងផ្អែកទៅលើថាមពលធ្យូងថ្មដើម្បីរក្សាស្ថិរភាពនៃបណ្ដាញអគ្គិសនីឥឡូវនេះយើងកំពុងបញ្ចូលប្រព័ន្ធស្តុកថាមពលដោយថ្មអាគុយទៅក្នុងប្រព័ន្ធនេះហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងនៅលើពិភពលោកដែលបានសាកល្បងបច្ចេកវិទ្យានេះហើយរហូតដល់ពេលនេះគឺវាកំពុងតែដំណើរការដូច្នេះយើងអាចធានាថាបណ្ដាញអគ្គិសនីរបស់យើងបន្តស្ថិតក្នុងជួរមុខនៃនវានុវត្តន៍ប្រព័ន្ធថាមពលចុះចំពោះបណ្ដាញអគ្គិសនីអាស៊ានវិញនេះគឺជាបញ្ហាមួយដែលត្រូវបានពិភាក្សាអស់រយៈពេលជាយូរមកហើយតើរហូតមកដល់ពេលនេះមានវឌ្ឍនភាពជាក់ស្ដែងអ្វីខ្លះទៅប្រព័ន្ធជាតិមួយអាចមានភាពរឹងមាំត្រឹមកម្រិតដែលអាចទប់ទល់បាននៅថ្ងៃអាក្រក់បំផុតរបស់ខ្លួនតែកម្ពុជាជឿថាទីផ្សារថាមពលដែលមានសមរណកម្មកាន់តែខ្លាំងគឺជាមាគ៌ាដែលអាស៊ានគួរតែដើរដើម្បីកាត់បន្ថយការបញ្ចេញកាបូនដោយចំណាយមានប្រសិទ្ធភាពបំផុតហើយនោះជាមូលហេតុមួយដែលកម្ពុជាគឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបណ្ដាញអគ្គិសនីអាស៊ានយើងជឿថាយើងអាចកសាងភាពធន់របស់អាស៊ានរួមគ្នាដោយចំណាយតិចជាងនិងលឿនជាងមុនប្រសិនបើយើងអាចប្រមូលផ្ដុំធនធានរបស់យើងរួមគ្នាដើម្បីកសាងបណ្ដាញនេះហើយទាញយកផលប្រយោជន៍ពីសមត្ថភាពប្រកួតប្រជែងរបស់គ្នាទៅវិញទៅមក